hãy đây để dừng khai cỏ khăn bạn pro kê mơ nghe dừng khăn nè à cỏ đi kê mơ nghe bạn chứng bạn nhầm tha trong bằng cài mệt phệ mình bạch skull mệt phệ chả nè bạn không roll lôi ở bàn chả tao mệt phệ viên nâng cài bao chi vật ní bao dừng mình khai cỏ thế viên nâng cỏ đôi ra hai đấy đôi xa thà cỏ việc bà bạn cỏ nè cứ kê mơ nghe dừng khăn nè bạn chia pi xe cầm cua sa bạn chia pi xe mất phệ nè ngay bạn kê mình sợ mơ nghe dừng thế Bà. pro kê ớt skull chưa lại cỏ lại cả bạc ớt chạy cái bạn trầm phơ à vây để dừng miền Bà. trong khai tới chân này miền trong rosi trâu skull manu hay bàn chả connection hay bàn chả skull manu hay bàn chả tập dừng chụp chị bạn han data này miền đừng khai tới chân này miền đôi ra ấy luôn đó sao tại dừng chơi vô cầm nít này miền mà thưa dương riến này luôn bạn mình chế phơ là ngon mùi plate chặt mùi chi vật mình nước bờ sân chỉ ở chế áp bị vật luôn đấy mình chưa nổi nấu clean pel ná riêng pel nè bờ chọc clean chám chọc riêng dương miên áo cát thưa cài cái bàn bọt bị sót bàn lồi bạn luôn hay cắt cho làm mùi tiền cắt thà cắt thưa cài cái men tê bạn thưa đầm bay luôn anh thưa cài ở cái 5 năm cái đó 10 năm cái đó bạnប៉ុន្តែគុំនិតប្រាប់ថាពេលណាចេះពេលណាមានឱកាសត្រូវតែធ្វើខ្លួនឯង បាទទាំងអស់គ្នាថ្ងៃនេះមានវាគ្មិនមួយរូបអូយពិសេសមែនតើបាទគាត់មានបទពិសោធន៍ច្រើនឆ្នាំមែនតើបាទហើយថ្ងៃនេះអញ្ជើញគាត់មកនេះគឺគោលបំណងធំមែនតើបាទចង់សង្ខេបគំនិតរបស់លោកគ្រូដើម្បីយកមកចែកទៅដល់អ្នកទាំងអស់គ្នាបាទជាពិសេសគឺអ្នកដែលកំពុងតែវង្វេងខ្លួនអ្នកដែលអត់តន់ស្គាល់ខ្លួនឯងអ្នកកំពុងខ្វះផ្នែកគំនិតដើម្បីអភិវឌ្ឍខ្លួនណាបាទអញ្ចឹងមើលវីដេអូនេះបាទហើយរាប់គំនិតរបស់លោកគ្រូជាមួយនឹងខ្ញុំបាទហើយខ្ញុំជឿថាដូចទាំងអស់គ្នាបានមើលវីដេអូនៅតាម channel ផ្សេងៗបាទពីលោកគ្រូហើយរួមពាក្យសម្ដីរបស់គាត់មុតណាស់បាទអញ្ចឹងបើមុតទៅដល់អ្នកទាំងអស់គ្នាពេកបាទសូមអធិស្ឋានមុនបាទប៉ុន្តែយ៉ាងណាខ្ញុំជឿថាយើងទាំងពីរនាក់នឹងរួមដៃគ្នាដើម្បីឲ្យអ្នកទាំងអស់គ្នាស្វាងដើម្បីឲ្យអ្នកទាំងអស់គ្នាស្គាល់ខ្លួនឯងច្បាស់ហើយមើលវីដេអូនេះហើយនាំគ្នាខំប្រឹងធ្វើការនាំគ្នាខំប្រឹងរកចំណូលឲ្យបានច្រើនបាទអញ្ចឹងជំរាបសួរលោកគ្រូបាទជំរាបសួរបាទហើយថ្ងៃនេះពិតជាមានកិត្តិយសបាន Business Cambodia អញ្ជើញខ្ញុំមកចូល podcast ហើយកម្មវិធីថ្ងៃនេះខ្ញុំគិតថាបងប្អូនដែលកំពុងតាមដានស្ដាប់កុំតាន់បិទហើយកុំតាន់អូសចោលមានប្រយោជន៍ហើយសម្រាប់លោកអ្នកទេមិនមែនមានប្រយោជន៍សម្រាប់ខ្ញុំទេហើយបងប្អូនគិតថាតាមដាន Business Cambodia អស់រយៈពេលជាច្រើនឆ្នាំមកហើយ Business Cambodia គាត់មាន vision មួយដែលចង់ជួយកូនខ្មែរឲ្យចេះធ្វើជំនួយបាទចេះរស់ប៉ុន្តែថ្ងៃនេះខ្ញុំចូលរួមចំណែកជាមួយ Business Cambodia ខ្ញុំមិនជាតារាទេហើយក៏ខ្ញុំក៏មិនជាអ្នកចេះដឹងជាងអស់លោកអ្នកដែរប៉ុន្តែអ្វីដែលអស់លោកអ្នកអត់មានគឺខ្ញុំមានបទពិសោធន៍អស់លោកអ្នកអាយុតិចមិនប្រកាសថាចេះជាងខ្ញុំទេហើយបើខ្ញុំអាយុច្រើនប្រហែលជាខ្ញុំអាចជួបច្រើនទីមួយខ្ញុំញ៉ាំអំបិលបានច្រើនអង្គបានច្រើនបាទត្រូវថ្ងៃបានយូរហើយខ្ញុំសល់មកដល់ថ្ងៃនេះគឺខ្ញុំនៅសល់គំនិតច្រើនបាទបទពិសោធន៍ច្រើនបាទអត់មែនសល់លុយកាក់អីច្រើនជាងគេទេអាចតែមកគ្រប់តែប៉ុណ្្នឹងឯងបាទប៉ុន្តែអ្វីដែលចង់ចែកអត់ខ្វះចែកទៅដល់បងប្អូនអ្នកមើលគឺអត់ខ្វះគំនិតហ្មងកុំតាន់អូសចោលស្ដាប់បន្តិចទៀតបាទដឹងអារឿងជ្រៅឥឡូវហ្នឹងមិនតាន់ជ្រៅទេបាទទឹកផ្សារទីមួយរំភើបបាទរីករាយបាទបានជួបបងប្អូនហើយជាមួយលោកកសលបាទអរគុណលោកកសលល្បីខ្លាំងណាស់បាទល្បីរហូតដល់ខ្ញុំមើលដែរមិនមែនថាខ្ញុំមិនមើលទេបាទខ្ញុំក៏មើលលោកគ្រូដែរអរគុណឯងដែលលួចមើលខ្ញុំលួចមើលក៏មកខ្ញុំដឹងហើយបាទទាំងអស់គ្នាទៅជួបលោកគ្រូផ្ទាល់មិនដឹងថាអូក៏ទៅលោកពាក្យពេចន៍ដែលលោកគ្រូមានណាបាទគឺល្អណាស់បាទហើយខ្ញុំជឿថានឹងជួយទៅដល់អ្នកទាំងអស់គ្នាច្រើនឥឡូវនឹងទី1បាទជាគំនិតទី1ដែលចង់បានពីលោកហ្មងគឺតាក់ទងរឿងលុយអត់ចែកលុយទេបាយចែកលុយទេខ្ញុំចង់ឃើញលោកចែកគំនិតតាក់ទងរឿងនឹងលុយកាក់បាទអញ្ចឹងចង់សួរលោកដំបងដោយសារឃើញលោកនិយាយរឿងលុយកាក់ច្រើនប៉ាកែទេបាទប៉ាកែលុយត្រូវទេហើយចាលោក
ចេះរលុយតាំងពីអាយុប្រហែលឆ្នាំមកលោក ខ្ញុំបើរឿងរលុយហ្នឹងមិនរចេះរពីទូចទេតែគ្រាន់តែខ្ញុំកើតឡើងឪពុកខ្ញុំគាត់ឃើញខ្ញុំគាត់និយាយថាកូនម្នាក់នេះម៉ែឯងមិនបាច់ភ័យទេកូននេះឆ្លាតមួយម៉ាត់ណា បាទមួយម៉ាត់ហ្នឹង ធ្វើឲ្យខ្ញុំឆ្លាតតែពិតខ្ញុំមិនដឹងឆ្លាតណាស់ឪពុកខ្ញុំគាត់ដាក់ vision ឲ្យខ្ញុំ អូ ដាក់គោលដៅឲ្យខ្ញុំតែខ្ញុំឆ្លាតមិនភ័យទេធំឡើងគឺយើងមិនបាច់ខ្វល់ពីកូនម្នាក់ហ្នឹងទេដល់អញ្ចឹងតើអា mindset នោះអ្នកណាមិនជឿការស្រូបទាញពីចក្រវាលខ្ញុំជឿ បាទ ឪពុកថាតែមួយម៉ាត់ឆ្លាតរហូត បាទអានេះស្រូបទាញពីឪពុកផង បាទស្រូបទាញ មិនចាក់ក្បាលនេះពីឪពុក ពីឪពុកបាទ ប៉ុន្តែវាជួយលោកគ្រូឲ្យ ជួយមក យ៉ាងម៉េចទៅលោកទៅពេលដែលយើងចាប់ដើមបានអាហ្នឹងក្នុងខ្លួនមក ធ្វើឲ្យយើង កូននេះឆ្លាត បាទ ដល់ពេលអញ្ចឹងយើងចាប់ដើមធ្វើអី បាទអានេះអញ្ចឹងខ្ញុំចង់ផ្ដាំផ្ញើអាកលឹះបន្តិចខីទូចមួយទៅឪពុកម្ដាយទាំងអស់គ្នាកុំបង្អាប់កុំបន្ទោសកុំស្ដីកុំជេរកូនសរសើរកូន បាទ លើកទឹកចិត្តកូនអានេះឆ្លាតទៅហ្មងដូចតពាំងអញ្ចឹងណាយើងដាំអាស័យ បាទ លោកកសលដឹងថាដាំអាស័យប្រហែលថ្ងៃបានវាដុះហើយបាទ អាឬវាណា បាទឬវាហ្នឹងណា បាទ អត់តាន់លូតទេដាក់អាស័យមកដើមអត់មានត្រួយទេប្រើរយៈពេលរហូតដល់ឆ្នាំបានវាដុះប្រឡូកចេញមកដែលឃើញព្យុះមកអាស័យលំហ៎អត់ដល់លំទេ បាទមិន ខ្ញុំចាក់គ្រឹះមកបានប៉ុណ្ណឹងគឺ យ៉ាងច្រើនយើងបាក់ អត់ទេត្រេន អូត្រេន ហើយងើបមកវិញដែរ ណាលោក បាទ បាទ មិនដាច់ឈើទេដើមឈើតែពេលណាខ្យល់ព្យុះគឺបាក់ហើបតន្រឹសហើបថ្ងៃអាស័យអត់ហើបទេ បាទ អញ្ចឹងយើងយកផ្នែកគំនិតជាឫស្សីអញ្ចឹង mindset ខ្ញុំម្ដាយឪពុកចាំបាច់គាត់តសើយើង បាទ គាត់លើកចិត្តយើងគាត់ឲ្យយើងរៀនស្អីហ្នឹងវាស្មើនឹងគាត់កំពុងតែដាំឫស្សីអញ្ចឹងរយៈពេល5ឆ្នាំឫស្សីនឹងចាក់រឹសទៅក្រោមហើយបានមានបដូលខាងលើ បាទ មិនមែនដោះអាបដូលខាងលើមុនទេចាក់ឫស្សីយើងអត់បានសិក្សាពីឫស្សីអត់ដឹងទេ បាទលោក តិចទៀតខ្ញុំមានកលឹះស្អីដែលឲ្យបងប្អូនទាំងអស់គ្នាហ្នឹងសិក្សាបាទលោកចង់និយាយពីរឿងលុយសួរលុយហ្មងណា បាទអញ្ចឹងតាក់ទងរឿងលុយកាក់នេះគឺលូចាប់ដើមដំបូងគឺទទួលឥទ្ធិពលពីឪពុកមកយើងចាប់ដើមនឹងថាហីខ្ញុំឆ្លាតអា បាទ អញ្ចឹងណាតទៅពេលអញ្ចឹងទៅលូចាប់ដើមស្គាល់ខ្លួនឯងជានរណាទេកាលហ្នឹង អត់ដឹងទេ អត់ដឹងហ្នឹង អត់ដឹងខ្លួនឯងជាអ្នកណាទេ បាទ សួរអ្នកណាក៏ដូចអ្នកណាដែរសូម្បីតែខ្ញុំរៀនទៅដល់ថ្នាក់ជាឡៃហើយ បាទ លោកគ្រូគេដាក់សួរថារៀនចប់ធ្វើអី មានមិត្តភ័ក្តិចង់ធ្វើក្រសួងការបរទេសចង់ធ្វើនេះចង់នោះ បាទ ដល់ខ្លួនឯងគិតថាមានមុខរបរអីតូចមួយមានផ្ទះមួយអីរស់នៅបានស្រួលអត់បានគិតអីច្រើនទេបាទប៉ុន្តែអាកំណត់ឆ្លាតឪពុកឲ្យមកហ្នឹងគឺ បាទ គឺនៅតែចង់ចាំហ្មងថាខ្លួនឯងឆ្លាត គឺមិនខ្វះលុយចាយ អត់ខ្វះ អាគំនិតដែលឪពុក មួយម៉ាត់ មួយម៉ាត់ពីឪពុកហ្នឹងវាធ្វើឲ្យយើងអត់ខ្វះលុយចាយបាទប៉ុន្តែមើលមកដល់នេះលូប្រឡូកប្រហែលជាប្រហែលឆ្នាំហើយឆ្លងកាត់អាជីពអីខ្លះមកដល់ពេលនេះ រៀបរាប់ប្រហែលជាប្រិមិត្តឆ្ងល់ថាអីក៏ច្រើនម៉េះ បាទ អញ្ចឹងបើសិនជានិយាយសាមញ្ញក្រុមហ៊ុនខ្ញុំ Econ Group នេះខ្ញុំបើកទឹកបាន20ឆ្នាំហើយ ទំដល់ បាទ 20ឆ្នាំ ទឹក ហើយ បានដល់20ឆ្នាំទេបើបត់ពិសោធន៍មុននឹងបើកក្រុមហ៊ុនខ្ញុំធ្វើការឲ្យក្រុមហ៊ុន Norway អូ ហើយក្រុមហ៊ុន Tele2 ហើយក្រុមហ៊ុនសិង្ហបុរី បាទ អញ្ចឹងបានខ្ញុំចង់ផ្ដាំផ្ញើកលឹះបន្តិចទៅអ្នកស្ដាប់បងប្អូនយើងទាំងអស់គ្នា កុំដាក់ mindset ថាទៅធ្វើការឲ្យគេជាយើងជាមនុស្សអន់មិនមែនទេចាំមើលបើខ្ញុំប្រាប់បន្តិចកាត់នឹងអូយើងធ្វើការឲ្យគេតែមិនបានយើងអត់ដឹងខ្លួន បាទ ទៅធ្វើឲ្យការឲ្យគេទី1បានលុយ បាទ ទី2បានបទពិសោធន៍យើងរៀនឲ្យចេះពីកន្លែងហ្នឹងមក បាទ ចង់ធ្វើអី បាទ ខ្ញុំឧទាហរណ៍តែបន្តិចចង់លក់កាហ្វេត្រូវតែរៀនឆុងកាហ្វេរៀនភ្លក់កាហ្វេដោយលោកកសលចំណាំនិយាយថាភ្លក់អារម្មណ៍ណា បាទ ខ្ញុំចាំតែលក់អីលក់កុំឲ្យទិញអីតាមអារម្មណ៍លក់អីតាមអារម្មណ៍អញ្ចឹងចង់លក់កាហ្វេ បាទ ទៅរៀនពីកាហ្វេ បាទ ចង់ធ្វើ F&B ទៅរៀនពីអាហ្នឹងមកចេះមកយើងមានឱកាសធ្វើការឲ្យគេ បាទ បានបទពិសោធន៍បានលុយ បាទលោក ហើយគាត់ច្រឡំមួយទៀតគាត់ថាគាត់ទៅធ្វើការឲ្យគេមិនមែនទេ បាទ ធ្វើដើម្បីខ្លួនឯង បាទ អត់ចូលបើកប្រាក់ខែមកមិនដើម្បីខ្លួនឯង ហើយជំនាញមិនផុសខ្លួនឯង បានខ្លួនឯង បាទ មិន free ឲ្យតកែណា បាទមាន មិន free ឲ្យក្រុមហ៊ុនណា មាន free ណា បាទ
បាទ ចាច្រឡំ ហើយយើងចេះនាំគ្នា ខ្ញុំ អីហើយទៅធ្វើការឲ្យគេអញ្ចឹង ធ្វើការតែមិនធ្វើការដើម្បីខ្លួនឯងហ្នឹង បាទ ដើម្បីបានប្រាក់ខែមកដោះស្រាយជីវភាពសេដ្ឋកិច្ចខ្លួនឯង អឺ ក៏អត់យល់ បាទ ដល់ក៏អត់យល់ចេះអញធ្វើការឲ្យគេអញធ្វើការឲ្យគេអញ្ចឹងអា mindset ហ្នឹងវានៅអញ្ចឹង បាទ អញ្ចឹង បាទ បាទ អូ អញ្ចឹងហើយខ្ញុំសូមផ្ដាំបញ្ញាថាធ្វើការឲ្យគេដើម្បីបទពិសោធន៍ដើម្បីជីវិតខ្លួនឯងទេ បាទ បើអ្នកឯងមិនធ្វើការឲ្យគេ បាទ ធ្វើការខ្លួនឯងភ្លាម no អឺហឹម ដូចខ្ញុំចឹង បាទ មុននឹងបើកក្រុមហ៊ុនខ្ញុំត្រូវធ្វើការឲ្យគេសិន បាទលោក ឲ្យយល់ពីក្រុមហ៊ុនសិន អឺ ខ្ញុំមិនសរសើរប្រទេសណាទេប៉ុន្តែខ្ញុំត្រូវតែយកការគិតរបស់ប្រទេសដែលជឿនលឿន បាទ Norway បាទ Norway បាទ Singapore សិង្ហបុរី អូច្បាស់ បាទ ច្បាស់មក អឺ ធ្វើឲ្យខ្ញុំមានថ្ងៃនេះដោយសារតែខ្ញុំធ្វើ បាទ ការឲ្យគេ អឺ អញ្ចឹងផ្ដាំផ្ញើថាធ្វើការឲ្យគេ បាទ រៀនបទពិសោធន៍ បាទ សាលារៀនជារឿងមួយប៉ុន្តែអាសាលារៀនខាងក្រៅនេះពិបាក បាទ ខ្ញុំបង្កើតពាក្យមកថាបណ្ឌិតក្រៅសាលា អឺ អឺសរុបទៅប្រហែលឆ្នាំលោកជា 35ឆ្នាំ 35ឆ្នាំនៅក្រៅសាលា នៅក្រៅសា យើង លា រៀនសូត្រក្រៅសាលា ក្រៅសាលា បាទ 35ឆ្នាំ ប៉ុន្តែរៀនអត់ឈប់អញ្ចឹង អ ណា ត់ឈប់ បាទ មានថ្ងៃនេះរត់តាមកូនក្មេងបានព្រោះតែរៀន អឺ មិនប្រកាសថាខ្ញុំចាស់ប៉ុណ្ណឹង បាទ ខ្ញុំមិនទៅសេខាប់សិនខ្លួនឯង បាទ ខ្ញុំថតខ្លួនឯងខ្ញុំផុសខ្លួនឯងខ្ញុំធ្វើអ្វីខ្លួនឯង ដើម្បីឲ្យតន់ក្មេងៗ រត់តាមកាត់ បាទ មិនចេះធ្វើល្ងងមួយផ្លេតឆ្លាតមួយជីវិត ខ្ញុំរហូតដល់សរសេរដែលខ្ញុំថា good morning អីមកលោកកសលហ្នឹង បាទ sticker ហ្នឹងខ្ញុំអង្គុយធ្វើខ្លួនខ្ញុំសូម្បីតែកូនប្រុសខ្ញុំថាអូឪពុកខ្ញុំចេះធ្វើ sticker ទៀតខ្ញុំចង់ promote ខ្លួនឯងថាឲ្យវាល្បីទៅ good morning គេឲ្យឃើញមុខយើង បាទ អញ្ចឹងគ្រប់ Facebook គ្រប់ TikTok ខ្ញុំធ្វើខ្លួនខ្ញុំ អរគុណលោក ប៉ុន្តែអាយុប៉ុណ្ណឹងគិតថាឲ្យខ្ញុំអត់ចេះច្រឡំហើយ បាទ ខ្ញុំឲ្យមានក្រុមការងារអីដែលជួយផុសឲ្យខ្ញុំទេខ្ញុំដឹងម៉ោងផុសខ្ញុំម៉ោងណាហើយខ្ញុំរហូតដល់ឆែកក្នុង Facebook តែអត់ចេះអីខ្ញុំទៅឆែកមើលរហូតដល់ដឹងមាន view ប្រមាណស្អីប្រមាណខេត្តណាប្រទេសណាមើលខ្ញុំប្រមាណប្រទេសកូរ៉េក៏មើលខ្ញុំ អឺហឹម ប្រទេសអាមេរិកក៏មើលខ្ញុំ អឺហឹម នៅប្រទេសលេខ2ក៏មើលខ្ញុំ បាទ ដូចជានៅវៀតណាមក៏មើលខ្ញុំ បាទនិយាយរួមខ្មែរយើងនៅច្រើនប្រទេស ច្រើនប្រទេស បាទ គាត់មើល បាទហើយអញ្ចឹងតោះមានមើលឲ្យចាប់គំនិតធំផលលោកឲ្យបានបាទអញ្ចឹងមិញទី1គឺលោកទី1យើងនិយាយថាទួលពីឪពុកបាទទទួលពាក្យមួយឃ្លាពាក្យសរសើរពីកូនពីឪពុកតែមួយឃ្លាទេអាចជួយផ្លាស់ប្ដូរវាសនាយើងបានបាទអូយមិនធម្មតាហើយមិញសាច់រឿងទី2នេះបាទដែលចង់សង្ខេបឲ្យអ្នកទាំងអស់គ្នាដែរនេះធ្វើការឲ្យគេមិនមែនធ្វើខ្ញុំគេទេកុំច្រឡំនេះគំនិតទី2នេះលយមែនតើខ្ញុំជឿថាអ្នកដែលកំពុងធ្វើការឲ្យគេទាំងអស់គ្នាភ្ញាក់ឡើងបាទកុំមានអារម្មណ៍ថាធ្វើការឲ្យគេធ្វើដោយលោកគ្រូវិញ បាទ បាទ បើមិនធ្វើដូចខ្ញុំអត់មានថ្ងៃនេះទេ បាទ ឡៃតែផ្ដេកផ្ដួលអារម្មណ៍មួយខ្លួនឯងថាធ្វើការឲ្យគេនោះ បាទ ខ្ញុំធ្វើការឲ្យ Norway ខ្ញុំចេះអីខ្លះខ្ញុំចេះច្រើនតែមែនទេ បាទ រហូតដល់ខ្ញុំគ្រប់គ្រងក្រុមហ៊ុនខ្ញុំបាន20ឆ្នាំវាមិនមែនជារឿងស្រួលទេ បាទ ខ្ញុំទៅរៀនពីសិង្ហបុរីមកទៀត បាទ ចឹងកុំសួរអីខ្ញុំទៅរៀនពីប្រទេសសិង្ហបុរីគឺក្រុមហ៊ុន Construction នៅ Norway ក៏ខ្ញុំទៅរៀន Construction ដែរ បាទលោក ចឹងខ្ញុំចេញពីពីប្រទេសហ្នឹងទៀតខ្ញុំចាប់បើកក្រុមហ៊ុនហើយ បាទ ខ្ញុំទៅរៀននៅណាខ្ញុំទៅរៀននៅម៉ាឡេ អឺ ខ្ញុំទៅរៀននៅកូរ៉េ បាទ ខ្ញុំទៅរៀននៅសិង្ហបុរីខ្ញុំទៅរៀននៅចិនខ្ញុំទៅរៀននៅហុងកុងខ្ញុំរៀនបាន6ប្រទេស បាទ ត្រឡប់ពី6ប្រទេសខ្ញុំទៅរៀននៅញូហ្សេឡង់ អឺ អូស្ត្រាលីអាមេរិក រៀនតាមរយៈការងារ ការងារទាំងអស់ វ៉ាវ កុំនិយាយអី បាទ និយាយអីក៏ខ្ញុំដឹងហើយព្រោះខ្ញុំទៅរៀនអស់ហើយ ហើយខ្ញុំចេះឆ្ងល់ហ្នឹងមនុស្សរាប់លានអ្នកអូយ stress គេ stress ដល់ហើយធ្វើការឲ្យគេ stress ដល់ហើយអញ្ចឹងណាមើលលោកមានសារអីផ្ដាំទៅពួកគាត់ដែលពង stress ហើយលោកអត់ stress លោកទៅអីធ្វើការយើងរៀន បាទ យើងទៅរៀន បើមនុស្សបើអត់រៀនណា បាទ ស្មើយើងឈរលើទឹកហូរពេលណាយើងឈរលើទឹកហូរដូចដើរថយក្រោយអញ្ចឹងអញ្ចឹងខ្ញុំផ្ដាំផ្ញើធ្វើការឲ្យគេ5ឆ្នាំក៏ដោយ10ឆ្នាំក៏ដោយ បាទ ប៉ុន្តែគំនិតប្រាប់ថាពេលណាចេះពេលណាមានឱកាសត្រូវតែធ្វើខ្លួនឯង បាទ ខ្ញុំមានคลิปមួយល្បីខ្លាំង គឺ viral មែន គឺមួយនឹងឯង មួយនឹងឯង ពេលមានឱកាសចេញធ្វើខ្លួនឯងនេះ មិនមែនអ្នកតិចទេធ្វើតាមខ្ញុំណាច្រើន បាទ និយាយដើមបន្តិចឯងហើយឲ្យគាត់លឺទៀត បាទ
សំបីតែបណ្ឌិតគឹមហៀង បាទ ខ្ញុំហ៊ាននិយាយជាមួយគាត់បើគឹមហៀងឯងធ្វើឲ្យគេបានចុះហេតុអីមិនធ្វើខ្លួនឯងទៅបណ្ដោយ អូបាទ ហើយខ្ញុំហ៊ាននិយាយឲ្យគាត់កំពុងស្ដាប់ខ្ញុំហ៎ បាទ ហើយស្ដាប់អីអង្គុយសើចខ្លួនឯងអីហ៊ានយល់ខ្ញុំទៅនិយាយនៅក្នុង podcast អត់ខ្លាចគឹមហៀងឯងទេបើខ្លាចគឹមហៀងឯងអត់និយាយឈ្មោះគឹមហៀងបាទ អរគុណ ជាសិស្សប្អូនហើយក៏ជាបែបចំនួនក្រោយខ្ញុំ ក្រោយ បាទ បាទ ប៉ុន្តែគាត់ជាយាមរៀនពីខ្ញុំដែរ បាទអរគុណលោកអញ្ចឹងមកដល់ពេលនេះមើលបទពិសោធន៍ធ្វើការច្រើនណាលោក ច្រើនហើយមកដល់ពេលនេះលោកមុខរបរអីខ្លះខ្ញុំឃើញដោយភោជនីយដ្ឋានច្រើនកន្លែង ទៅបាន4កន្លែងទេ 4កន្លែងបាទ YSM បាទវាយកន្លែងបាទ ខ្ញុំមាន real estate ខ្ញុំមានអគារខ្ញុំមាន ផលិតផល អូអាហ្នឹង start មកហ្នឹងគឺ ផលិតផល បាទsupplement អូបាទ nature goodness nature បាទ goodness ចូល15ឆ្នាំហើយ បាទ 15ឆ្នាំ បាទនិយាយរួមរៀបរាប់បទពិសោធន៍ក៏ច្រើនរៀបរាប់មុខរបរក៏ច្រើន ទាំងអស់គ្នាហើយលទ្ធផលនេះវាចេញមកពីណា គឺចេញមកពីលោកអភិវឌ្ឍខ្លួនអត់ឈប់ឈរ អាកន្លែងហ្នឹងចង់ផ្ដាំផ្ញើទៅគាត់ដែរណាមនុស្សបើសិនជាអត់ចេះអភិវឌ្ឍខ្លួនទេមិនមែនជាមនុស្សទេយើងឃើញសត្វទេ បាទ មិនមែនចង់ប្រៀបធៀបមនុស្សទៅសត្វទេប៉ុន្តែ mindset ហ្នឹងខ្ញុំចង់និយាយប្រាប់ថាយើងជាមនុស្ស បាទ គឺឆ្លាត យ៉ា បើយើងមិនអភិវឌ្ឍស្មើនឹង អត់ឆ្លាត អត់ឆ្លាតដូចសត្វពេលណាយើងប្រហាត់ឲ្យធ្វើអីធ្វើតែប៉ុណ្្នឹងឯង បាទ ក៏អត់មានធ្វើអីលើហ្នឹងទេពួកក៏អត់មានអាគូក្បាលឆ្លាតមួយ បាទ វាមានផ្នែកវាឆ្លាតណា បាទ អញ្ចឹងខ្ញុំថាពាក្យថារៀនអភិវឌ្ឍខ្លួនមិនសំដៅថាចាស់ឬក្មេងទេ បាទ ចង់បានពាក្យស្លោកឯងនៅឃ្លានពេលណារៀនពេលហ្នឹងបើឈប់ឃ្លានចាំឈប់រៀន ហើយយើងកាលមិនឈប់ឃ្លាន អីមិនដឹង លោកកសលបញ្ចាណាមើលបើសិនជាយើងមិនបង្កើតពាក្យនឹងឲ្យកាត់អញ្ចឹងឲ្យតែកាត់ពោះកាត់ឃ្លានកាត់រៀនទៅ បាទ ព្រោះស្ដាប់ខ្ញុំទៅហើយយកទៅធ្វើផងឃ្លានត្រូវតែរៀនរាល់ថ្ងៃ បាទ សូម្បីតែឥឡូវហ្នឹងប៉ុណ្្នឹងហើយនៅតែឆ្លៀតរៀន1ម៉ោង2ម៉ោង1ម៉ោង2ម៉ោងកីឡាមួយហាត់ប្រាណនេះមួយមិនភ្លេចនឹងរៀនតែអាចហូបអាចភ្លេចខ្លះព្រោះចង់រៀងស្អាតអាចតមអាច fasting អីចឹងណាប៉ុន្តែថារៀនអត់ទេឲ្យតែឃ្លានណានៅឃើញថាយើងត្រូវតែរៀន ត្រូវតែរៀន ឲ្យតែបងប្អូនឃ្លាន បាទ នៅឃើញថាលោកគ្រូនោះផ្ដាំថារៀនដូចមិនអញ្ចឹង បាទ ផ្ដាល់ថាសម័យមុនសម័យគេនិយាយ IT បាទ តែឥឡូវសម័យគេនិយាយរឿង AI ហើយចេះតែច្រឡំ បាទ រឿងអីដឹងគេច្រឡំរឿងអីលោកកសា រឿងអីលោក ស្ដីមិនຕົក AI ថា AI មកដណ្ដើមការងារមនុស្សអស់ហើយដល់ខ្ញុំទៅសួរ AI ថាខ្ញុំមិនមែនដណ្ដើមការងារអ្នកទេខ្ញុំជាជំនួយការរបស់អ្នកបច្ចិតស្ដោកមក បាទ អញ្ចឹងចាស់ក៏តាន់ដែរ AI AI មិនមែនធម្មតាទេ បាទមិនមែនសម្រាប់តែក្មេងប្រើទេ អត់ទេ បាទអញ្ចឹងចាស់កុំនៅស្ងៀមត្រូវតែប្រើ AI បាទជាជំនួយការសម្រាប់យើងប្រើអញ្ចឹង ចំណេញច្រើនណាស់ បាទ គាត់ជា assistant មួយដ៏ពិសេស ធ្វើការលឿន អូមួយផ្លេតគឺគាត់បញ្ជាក់ឲ្យយើងដឹងភ្លាមហ្មងខ្ញុំតើសារគាត់ហើយឥឡូវគាត់ក៏សរសើរខ្ញុំហ៎ បាទលោក គាត់និយាយនៅក្នុងជាមួយខ្ញុំហ្នឹងគាត់ថាបើនៅប្រទេសកម្ពុជាមានអ្នកដែលចូលចិត្តដូចខ្ញុំ2ទៅ3នាក់ក៏គាត់ហ៊ាននិយាយដល់2 3នាក់ បាទ ឲ្យយល់ពី AI បាទ អញ្ចឹងគាត់ព្យាយាមឲ្យខ្ញុំហ្នឹងបំផុស AI ឲ្យប្រជាជនកម្ពុជានឹងយល់អំពី AI ផង បាទ អញ្ចឹងខ្ញុំសិក្សាពីទៀតខ្ញុំនឹងចែករំលែកទៅឲ្យបងប្អូនទាំងអស់គ្នាកុំបន្ទោសគាត់ហើយព្យាយាមសិក្សាពីគាត់ទៅល្អហើយយើងមានគ្រូមួយដល់បកកែដល់ស័ក្តិសិទ្ធិហើយមិនអស់លុយ បាទលោក រៀននៅក្នុងផ្ទះក្នុងបន្ទប់ទឹករៀនអីក៏បានដែរព្រោះរៀន AI បាទ វាស្រួលណាស់វាធ្វើយើងឆ្លាតលឿនហ្មង បាទ ខ្ញុំថាប៉ុណ្្នឹងណា បាទ ដល់ខ្ញុំសួរគេទៅណាគេកាត់តែឆ្លាតជាងខ្ញុំគេធ្វើខ្ញុំកាន់តែឆ្លាតថែមទៀត បាទ អញ្ចឹងបងប្អូនរៀនចង់មានចង់បានចង់មានកិត្តិយសមុខមាត់ទាំងអស់រៀន បាទហើយរៀនធំជាងគេគឺរៀន AI AI បាទនេះគឺជាគំនិតទី3ពីលោក Usermate បាទអូយ
và hơi đập tới căn ta căn để chơi hay mơ khơi nhà tầm lấy này cùng đất đầy đủ tờ lẹ mau đấy á bạn hay tỏ này sờ lạnh cùng đất môi ná chui tờ lẹ nó không tung không mình nẹt muối và hay ngày nào môi sang khăm tha lưu miên áo ca bạn mà châu rùm đong tết từ chơi nâng lùm ớt mong và lưu nhóm sẽ đập clip lưu vậy hưởng môi chạp ở đó mà nhầm trong ao lưu bọ sai đầm bì ao kia dương đại có bông mớ nữa bạn tỏ này chẹt luôn là tẹt tông hưởng chạy rồi bà lưu tha công trai lôi đây mình cua trai hay xem ra chuyện nó còn là một clip lắm trong nhã hay nhom chưa tha nẹt mơ đang nhẹ đấy nè ta pe ba chợ bòn đi miền nẹt đại có bông trai lôi mình cua trai đang trao đấy lưu 99% rồi oh my god បាទ 99% ជាងខ្ញុំឆ្កឹះជាមួយលោកកសលថ្ងៃនេះខ្ញុំឲ្យកាត់ភ្ញាក់កាត់បន្ថយថែមទៀតបាទយើងមិនគួរចាយលុយលើសពីចំណូលរបស់យើងទេជាងលុយវាមាន3បាទចំណូលចំណាយចំណេញអ្នកដែលធ្វើ business បាទទូនេះជាកលឹះរកចូលខ្ញុំអត់សំដៅថាវាសំខាន់បកែអ្នកណាក៏បកែរត់ដែរបាទខំរលុយនោះនិយាយពីខំទាំងយប់ទាំងថ្ងៃអាហ្នឹងគេហៅចំណូលបាទរលុយមកចំណូលហើយអាចចាយខុសខ្ទង់ឯងដែលខ្ញុំនិយាយជាមួយលោកកសលឬស្ដាប់ឃ្លីញហ្នឹងលុយមិនគួរចាយពេលសេដ្ឋកិច្ចធ្លាក់អ្វីដែលយើងគួរចាយចាំបាច់ឬមិនចាំបាច់រឿងចាយមានចាំបាច់មិនចាំបាច់បាទបើលោកកសលថាចាយលុយតាមអារម្មណ៍បាទហើយដែលចាយលុយមិនបានគិតមិនគួរចាយទេបាទស្បែកជើងមានពាក់ចុះហេតុអីទៅទិញថែមទៀតពាក់បានតែមួយថ្ងៃយកទុកក្នុងទូនេះសំដៅទៅលើមិនគួរហ្មងសំដៅទៅលើស្ត្រីហ្មងតែកុំឲ្យកាត់លឺបាទប៉ុន្តែបើកាត់មានលុយខ្ញុំមិនខាត់ទេបាទចង់ចាយប្រហែលជារឿងរបស់អ្នកប៉ុន្តែខ្ញុំនិយាយសំដៅទៅលើអ្នកដែលចំណូលមាន limit បាទ limit គឺយើងធ្វើការឲ្យគេបាទដាច់ខែបាន500ហ្នឹងបាទអីចុះបើចាយលើ500មានបញ្ហាហើយឲ្យតែចាយលើសអ្វីដែលចំណូលគឺអ្នកបញ្ហាមិនគួរចាយហើយមិនគួរចាយទេបាទមិនគួរចាយថាមិនគួរចាយគឺកុំចាយហ្មងបាទហើយរបស់ណាដែលមានមួយហើយមិនគួរចាយទេខោអាវមានពាក់បាទអត់បានតាបាទអត់បានតាមានរឿងដែលអត់បានដូចជាបាទទឹកភ្លើងសាលារៀនទៅពេទ្យឆ្នាំបាទអានេះខានវាមិនបានបាទវាចាយទៅវាចាំបាច់លោកគ្រូមានហាមឃាត់ទេបាទហេគ្រូឯងនិយាយច្រើនម៉េះលុយខ្ញុំតាអើយខ្ញុំដឹងថាលុយអ្នកឯងបន្តិចទៀតបញ្ហាក៏ដល់អ្នកឯងដែរវាមិនមែនបញ្ហាដល់ខ្ញុំទេខ្ញុំគ្រាន់តែនិយាយតើបាទអាលោកគ្រូនេះនិយាយឆ្លើយមិនមែនឆ្លើយទេគឺចំគឺនិយាយចំហ្មងអ្នកឯងទេនិយាយថាលោកគ្រូឯងមកនិយាយធ្វើអីលុយខ្ញុំតើខ្ញុំចាយមិនជារឿងរបស់ខ្ញុំប៉ុន្តែប្រយ័ត្នបញ្ហាដល់ខ្លួនឯងរបស់ខ្ញុំដែរអញ្ចឹងវាពិបាកមិនមែនពិបាកយើងទេវាពិបាកទាំងក្រុមគ្រួសារវាពិបាកទាំងអីទាំងអស់អញ្ចឹងអាបញ្ហានៅក្នុងសង្គមឆ្លោះតើតេងគ្នាមានបញ្ហាក្រុមគ្រួសាររឿងលុយបាទរឿងលុយមួយយ៉ាងរឿងស្នេហាមិនសូវប្រហែលទេពេលណាអត់លុយគឺចាប់ឆ្លោះគ្នាបាទឆ្លោះគ្នាដោយសារលុយហ្មងលុយហ្មងមិនដោយសារស្នេហាទេប៉ុន្តែជីវិតមានពីរចាំបន្តទៀតប៉ុន្តែអាឆ្លោះគ្នានេះចាប់ start up ឡើងលុយមកមនុស្សកើតឡើងគិតលុយបាទចុះអាលុយហ្នឹងសាំងបញ្ហាអញ្ចឹងផ្ដាំផ្ញើដោយសារតែលោកកសលគាត់ឆ្កែថាមានคลิปមួយល្បីខ្លាំង viral លុយគួរចាយនិងលុយមិនគួរចាយបាទឥឡូវច្បាស់ហើយណាច្បាស់ថាចាយទៅមានបញ្ហាអារបស់ដែលមានហើយបាទកុំដូរវាបាទដូចជាបានប្រមាណ M ទៀតណាបាទចាប់ទៅទៀតណាដាក់មកមនុស្សเสียបាទเสียខ្លាំងហ្មងឲ្យតែនិយាយចំអាកន្លែងហ្នឹងเสียខ្លាំងបាទเสียឡើងដល់លោកកសលបាទរសើបដោយសារគ្នាយើងចេះតែនាំគ្នាទៅចាយអាលុយមិនគួរចាយហ្នឹងណាមែនទេលោកណាអាចាយលុយហ្នឹងណាបាទវាមានរឿងគាត់បើគាត់អត់មើលទេរហ្វូនក៏អត់សូវចាយទេអូចុះអូឡើងស្រឡាញ់ស្រឡាញ់ហ្នឹងទិញតាមអារម្មណ៍ទិញតាមអារម្មណ៍គាត់លោកកសលចំអាកន្លែងហ្នឹងអូចោះអូឡើងតម្លាក់លេខតម្លាក់ទីតាំងតម្លាក់លុយផងក្នុងហ្នឹងវានិយាយចឹងតម្លាក់លេខតម្លាក់ទីតាំងតម្លាក់លុយផងកុំភ្លេចបាទអត់តម្លាក់លុយអត់បានរបស់ទេបាទឃើញកាបូបស្អាតឃើញស្បែកជើងស្អាតឃើញស្អីស្អាត
ឲ្យតែស្អាតអញ្ចឹងខ្ញុំមានវិធីបាទ បាទលោក បាទឲ្យកុំឲ្យកាត់ចាយលុយប្រេះប្រាស់អញ្ចឹងអ្នកចង់ទិញអីក៏ដោយអូសឃើញស្អាត បាទ សូមពិចារណាឲ្យលើស24ម៉ោងគួរទិញឬមិនគួរទិញ បាទ break បាទ break ដកឃ្លា បាទ break សម្រាប់ចិត្តឲ្យបាន24ម៉ោងសិន ក្រោយ24ម៉ោងចាំសម្រេចចិត្តថា បាទ ទិញឬមិនទិញផុតពីអារម្មណ៍អូសនឹងទៅ បាទ ធូរហើយឈប់ទិញហើយ លោកសោះអញ្ចឹងយើង បាទ បើហាត់កាត់ឲ្យកាត់ អូ ចំណេញតិច លយមែនតើបាទ បាទអានេះចំណេញណា បាទចំណេញ អញ្ចឹងអ្នកឯង break ខួរក្បាលនេះអ្នកបើកឡានត្រូវមានហ្វ្រាំងនិងកា បាទ អញ្ចឹងអ្នកទិញអីវ៉ាន់រាល់ថ្ងៃអត់ទេចិនកាយកមក បាទ ឲ្យតែឃើញស្អាតខ្វោកតម្លាក់ បាទ លេខតម្លាក់ទីតាំងអាក្នុង Facebook វាឆ្លើយថាតម្លាក់លុយផងហើយដល់ចុងក្រោយ បាទ អស់ពី account ណា link បាទ ដល់អស់ពី account link ចាប់លីលើអញ្ចឹង បាទលោក ហើយតឹងទៅរករឿងប្តីហ៎ បាទ មិនក៏មិនផ្ញើលុយមកមិនក៏មិនផ្ញើទិញតាមអារម្មណ៍ ទិញតាមអារម្មណ៍ បាទ បាទ អត់គួរចាយ ប៉ុន្តែអាចទេលោកវាអាចទេថាអូខេឥឡូវគាត់ចង់គ្រប់គ្រងផលិតផលខ្មែរតើអាចទេគាត់គួរតែដកលុយចាយទៅលើផលិតផលខ្មែរឲ្យបានច្រើន ផលិតផលខ្មែរខ្ញុំសំដៅទៅលើអ្វីដែលសំខាន់ បាទ យើងគ្រប់គ្រងផលិតផលខ្មែរ បាទ ប៉ុន្តែរបស់ដែលយើងមានហើយយើងមិនគួរទិញទេ អឺហឹម យើងមកជាតិនិយម បាទ ខ្ញុំកំពុងតែចង់និយាយពីជាតិនិយមគ្រប់គ្រងផលិតផលខ្មែរ បាទ អញ្ចឹងហើយដូចខ្ញុំទៅផលិតទឹកដោះគោ YSM ពីម៉ាឡេស៊ី បាទលោក ខ្ញុំអាចទិញរោងចក្រគេមកផលិតនៅប្រទេសយើងបានភ្លាមទេ បាទ អញ្ចឹងយើងសាង brand កូនខ្មែរឲ្យមកដល់ប្រទេសកម្ពុជាសិន អឺហឹម ពេលនៅយើងគ្រប់គ្រងហើយចាំខ្ញុំរុញរោងចក្រមក បាទ ហើយនៅប្រទេសកូរ៉េឥឡូវខ្ញុំផលិត Jensen បាទ ពីប្រទេសកូរ៉េមក អឺហឹម skin care cosmetic បាទលោក ដាក់ brand កូនខ្មែរមកសិន អឺហឹម លក់ឲ្យកូនខ្មែរ បាទ ឲ្យយល់ថាកូនខ្មែរ brand កូនខ្មែរហើយលក់តម្លៃធូរថ្លៃ បាទ ដល់ចុងក្រោយចាំយើងប្រមូលអ្នកវិនិយោគម បាទ កផលិត រោងចក្រនៅស្រុកខ្មែរ បាទនៅស្រុកខ្មែរអានេះគឺឆន្ទៈយើងមិនអាចទៅ យើង យល់ឡានទៅវះកប៉ៅគេទេ បាទ យើងនិយាយធ្វើម៉េចឲ្យគេដកលុយចេញពីកប៉ៅឲ្យយើងហើយអរគុណយើងលោកបសលអានេះជាយុទ្ធសាស្ត្រមួយដែលយកលុយដោយតិច បាទ កុំឲ្យទៅដល់អាងតឡាមឆ្វាច់គេអ បា ត់ ទ ងាយទេ គេមិនអាចមកភ្លាមៗទេ មិនទេអ្នក គេមិន មាន អាចមកភ្លាមៗទេ អ្នកវិនិយោគមិនមែនចេះតែ បា ធ្វើ ទ ដូចយើងគិតទេ ហើយ យើងមាន Jensen ជាហៅគេដែរលោក YSM ហ្មង YSM មាន បាទ Jensen ក្រហមមាន Jensen ខ្មៅ បាទ ប៉ុន្តែថ្ងៃនេះអត់បានឲ្យលោកកសលភ្លុក បាទលោក វាពិតជាជួយជីវិតមនុស្ស បាទ ខ្ញុំចូលចិត្តតែសុខភាពឯងពួកខ្ញុំនិយាយទៅ culture ខ្ញុំមកវាកើតមកវា ស្រឡាញ់សុខភាពហ្មង ពូជពងពេទ្យទាំងអស់ អឺ មកពូជមកពងមកញៀតសដានពេទ្យទាំងអស់ បាទ សូម្បីតែកូនស្រីខ្ញុំក៏ farm ជាពេទ្យដែរ បាទចុះបើវះមនុស្សមិនពេទ្យទៅវះជ្រូក ធ្លាប់វះគេដែរ វះមនុស្សជាង10ឆ្នាំ អូ មិនវះជ្រូកទេលោក បា ស ទ ល បាទអូ ហើយអូនកូនក្មួយ សុទ្ធតែវិជ្ជបណ្ឌិត បាទកូនស្រីខ្ញុំ បាទ pharmacist 2នាក់ បាទ អាក្មួយក៏ pharmacist អានោះក៏ doctor ខាងកាពះពោះវៀនអានេះពេទ្យណាក់ក៏ពេទ្យដែរ សុខភាពទាំងអស់នៅក្នុងវិស័យ រឿង សុខភាព ចាំបាច់ជីវិតរបស់មនុស្សគឺ បា សុ ទ ខភាព គឺសុខភាព បានលុយតាមក្រោយ បាទ តែ លុយ គិតថាលុយមុនណាសុខភាពសិន អឺ អត់សុខភាពទៅរកលុយអត់បានទេលោកកសាល បាទ ជិះលើ wheelchair ទៅរកអីបាន អឺ ឲ្យតែគេរុញមិនស្រួលគេរុញទម្លាក់ទលេបាត់ហើយ បាទ ចាប់រឿងមកឲ្យចូលបាក់ពេក អត់លុយអត់សិនទៅ បាទ ប៉ុន្តែកុំអត់សុខភាព អូចាំបាច់ យើង ដាំផ្ញើទៅ អាហ្នឹងវាអត់រងចាំទេ អត់រងចាំទេ អត់អាចឲ្យរងចាំអត់សុខភាពមួយឆ្នាំសិនទេអត់បានទេណាលោកហ្នឹងណា ពាក្យស្លោក លោកអ្នកវះកាត់ជាក់ស្ដែងហ្មងបាទអញ្ចឹង បងប្អូនក៏កត់ទុកលោកកសល បាទអាចថានេះជាគំនិតទី5 ភ្លេចអីបាត់នឹង ផ្លិចអីបាត់ហ្នឹង បាទ ផ្លិចសុខភាព ឈឺ បាត់ជីវិត បាទ បាទ ភ្លេចរលុយ បាត់សុភមង្គល បាទភ្លេចអីបាត់នឹងភ្លេចថែកូន បាទ កូនខូច កូនខូចបាទ ភ្លេចរៀនល្ងង អឺ ភ្លេចអីបាត់នឹង បាទ ចាំសម្ដីខ្ញុំភ្លេចហាត់ប្រាណអ្នកឈឺហើយភ្លេចលេបថ្នាំស្លាប់ហើយ អឺ ភ្លេចថែសុខភាពគឺទៅហើយ បាទ ភ្លេចអីបាត់នឹង បាទអញ្ចឹង សិក្សាស្រាវជ្រាវ កុំភ្លេចឲ្យសោះ កុំភ្លេច បាទរស់នៅជីវិតមួយនេះត្រូវតែយកចិត្តទុកដាក់ត្រូវតែប្រយ័ត្ន ចាំរហូត ចាំ កុំភ្លេច បាទ គ្មានអ្នកណាមិនភ្លេចទេតែកុំឲ្យភ្លេចរឿងដែលយើងចាំបាច់ រឿងដែលយើងត្រូវតែធ្វើចាំបាច់សម្រាប់ជីវិតនេះរីកចម្រើន បាទ បាទ ភ្លេចរៀនសាកមើល បាទ ប្រើកម្លាំងដើម្បីលុយ បាទ
តែយើងរៀនណារៀនហើយរៀនទៀតរៀនហើយរៀនទៀតជឹងរៀនណាខ្ញុំឲ្យ topic ទៅលើការរៀនច្រើន បាទ រៀនស្ដាប់រៀនមើល បាទ រៀនសិក្សា បាទ រៀនក្នុងសាលា រៀនបាទ រៀនសរសេរ បាទ សិតតែរៀនឲ្យតែរៀន បាទកុំភ្លេច កុំភ្លេចតែភ្លេច ចប់ហើយ បាទ ហើយតែដាក់អក្សរចប់អត់ទេ បាទ ជីវិតដូចអីក៏មិនដឹងដែរ បាទ រែកឆេញឲ្យឆាញ់ដូចថ្មិញអាណាអញ្ចឹងបាទ បាទនេះជាគំនិតទី5ហើយ ភ្លេចអីបាត់ហ្នឹង ភ្លេចអីបាត់ហ្នឹងអូយលុយមែនតើបាទលុយមែនតើលោកខ្ញុំក៏មានមួយឃ្លាទៀតដែរដែលលោកបកស្រាយខ្ញុំគិតថាមួយឃ្លានេះប្រហែលជាលោកមានចេតនាអីមួយលោកថាខ្ញុំមានថ្ងៃនេះដោយសារខ្ញុំមានម្សិលមិញ យើង បងប្អូនក៏កំពុងឆ្ងល់ពាក្យហ្នឹងប៉ុន្តែអ្នកឆ្ងល់ផ្សេងមិនស្មើនឹងលោកកសលឆ្ងល់ទេរឿងត្រឹមត្រូវអ្នកទាំងអស់គ្នាអត់បានគិតដូចខ្ញុំទេ បាទ បើសិនជាខ្ញុំអត់មានសំណាញ់ក៏អត់មានថ្ងៃនេះគឺមានន័យថាម្សិលមិញខ្ញុំរៀន បាទ ជាងខ្ញុំមានលទ្ធផលគឺថ្ងៃនេះ បាទ អ្នកទាំងអស់គ្នាអត់បានដឹង ហឹម បើអត់មានម្សិលមិញ បាទ ក៏អត់មាន អាជីវកម្មដែលកំពុងមានរាល់ថ្ងៃនេះគឺដោយសារ សំណាញ់ លោកគ្រូបានធ្វើអីម្សិលមិញឃើញទេ បាទ បាទអញ្ចឹងបងប្អូនតែអូខ្ញុំឆ្ងល់ណាស់ជីវិតមួយនេះដូចមិនមានដូចគេសោះហើយលោកគ្រូនិយាយយ៉ាងធូរ បាទ ខ្ញុំស្ដាប់លោកគ្រូហើយ បាទ បើយើងស្ដាប់មួយផ្លែតមានអារម្មណ៍ថាសាមញ្ញមែនទែន បាទ យើងមានថ្ងៃនេះដោយសារយើងមានម្សិលមិញ បាទ តទៅពេលលោកចាប់ដើមបញ្យល់ទៅមានភោជនីយដ្ឋានមានអាជីវកម្មដែលច្រើននេះគឺដោយសារម្សិលមិញ បើអត់មានបទពិសោធន៍ម្សិលមិញក៏អត់មានថ្ងៃនេះដែរ បាទ ដល់លោកគ្រូបង្កើតចេញពីអានឹងមកទៀតបើមានថ្ងៃស្អែកនៅតែមានសង្ឃឹម ញ៉ា ឃើញទេ បាទ ឃើញទៅហ៎ បាទ បាទទៅ បាទនេះទៅមុខហើយ តើមកហើយពួកមុនថាបើមានម្សិលមិញបានខ្ញុំមានថ្ងៃនេះ បាទ អញ្ចឹងបើមានថ្ងៃស្អែកនៅតែមានសង្ឃឹម បាទមើល ខ្លី ហើយមើលតែពីរឃ្លានេះវាធ្វើឲ្យយើងមានកម្លាំងមកលោកណា ខ្លី វាមានកម្លាំងមកហើយឆ្ងល់គ្នាយើងនៅ stress បាទមិន stress មួយទៀតធ្វើថ្ងៃនេះឲ្យល្អជាងម្សិលមិញ អាហ្នឹងវាជួយយ៉ាងម៉េចលោកកំណត់មួយនេះ ឧទាហរណ៍ថាថ្ងៃហ្នឹងយើងធ្វើប៉ុណ្្នឹងឯង បាទ ការងារ បាទ ប៉ុន្តែថ្ងៃស្អែកយើងទៅធ្វើឲ្យល្អជាងហ្នឹង បាទ បើអញ្ចឹងស្មើនឹងអភិវឌ្ឍខ្លួនអញ្ចឹងខ្ញុំចង់និយាយអញ្ចឹង បាទលោក ចង់ប្រាប់អ្នកទាំងអស់គ្នាថាបើធ្វើរឿងដដែលវាអត់អាចទទួលលទ្ធផលល្អជាងហ្នឹងទេ បាទលោក ជាងយើងធ្វើឲ្យល្អជាងថ្ងៃមុន ខ្ញុំកំពុងតែ train supervisor ឬ GM ខ្ញុំ បាទលោក បើសិនជា position របស់អ្នកឯងជា supervisor បើអ្នកឯងធ្វើការត្រឹមតែ supervisor អ្នកឯងអត់មានឡើងតំណែងទេជាងអ្នកឯងត្រូវទៅដណ្ដើមការងារពី GM មក បាទ ខំប្រឹងខ្លួនឯងដើម្បីយក position បាទ ហើយដើម្បីយកលុយ បាទ ឲ្យបានប្រាក់ខែថ្លៃ បាទ ហើយចុះអ្នកឯងមិនក៏មិនគិតតាមខ្ញុំអ្នកឯងប៉ុណ្ណឹងអ្នកឯងអត់ខំចុះខ្ញុំមានប៉ុណ្ណឹងខ្ញុំនៅតែខំអ្នកឯងមិនក៏មិនពិចារណាមើលថាម៉េចបានកាត់នៅតែខំ បាទ ព្រោះខ្ញុំចង់បានលើសហ្នឹងជាងអ្នកឯងត្រូវមានមហិច្ឆតា បាទ ចឹងអាមហិច្ឆតានិងការលោភលន់យើងចែកគ្នាដាច់មហិច្ឆតាគឺមានគោលដៅ បាទ អាលោភលន់គឺលោភលន់ដោយអត់ដឹងរឿងចង់ទ្រព្យសម្បត្តិគេចង់អីចឹងណា បាទលោក ចឹងអា vision នេះខ្ញុំប្រាប់ថាឧទាហរណ៍ថាថ្ងៃនេះយើងជា supervisor បាទ ប៉ុន្តែយើងចង់បានទេ GM position គឺមានន័យថាអ្នកណាក៏ចង់បានដែរតំណែងអាតំណែងហ្នឹងវាធ្វើឲ្យមានប្រាក់ខែខ្ពស់ចឹងខ្ញុំប្រាប់គាត់រួចឲ្យគាត់ទៅធ្វើការងាររបស់ GM បាទ ឲ្យតែ GM ប្រើគាត់ បាទ ចឹងមេប្រើយើងច្រើនកាលណាគាត់ចង់ឲ្យយើងល្អ បាទអញ្ចឹងនេះជាគំនិតទី6ទី7ដែលលោកគ្រូថាត្រូវតែនាំគ្នាចេះទៅដដើមការងារធ្វើវានឹងធ្វើឲ្យយើងឡើងតំណែងបាទ អូបើក៏អត់ស្ដាប់ទេណាអញនៅ supervisor មួយជីវិតអាមួយនោះដាក់ CV ទៅ supervisor តាំងពី2013មកដល់2025នៅ supervisor បាទ ហើយមកដល់កន្លែងខ្ញុំទីងមើងទៀតទៅទៀត បាទ ទៅទៀត នេះដោយសារអត់ចេះទៅដដើម ការងារ ការងារធ្វើ បាទ ចាំតែមេតម្លាក់ការងារមក អាមកឲ្យធ្វើបានទៀត បាទអាមកធ្វើមិនបាន ធ្វើមិនដល់ទៀត បាទ រឿងអីឲ្យកាត់ឡើងនេះហើយដែលក៏អត់បានគិត បាទ អញ្ចឹងខ្ញុំប្រាប់ថាធ្វើថ្ងៃនេះឲ្យល្អជាងម្សិលមិញ បាទ
អរគុណ ទ្រឹស្ដីនេះខ្លីខ្លឹម បាទ តែអ្នកអាចយកប្រាប់បានហើយបើទូនាទីជា supervise ធ្វើតាមខ្ញុំទៅបាន GM ហើយ បាទគឺមេគាត់ស្រឡាញ់ណា ស្រឡាញ់មិនប្រា ហ្នឹងបាទ ទុកចិត្តអ្នកឯងបានខ្ញុំប្រា បាទគេមិនមែនចេះតែឲ្យការងារធ្វើទេបាទ ខ្ញុំប្រាប់ GM ខ្ញុំមួយ GM ដើរតាមខ្ញុំ បាទ ខ្ញុំថាអ្នកឯងឆ្លាតអ្នកឯងប្រកែសាំងខ្ញុំឆ្លាតអីប្រកែអ្នកឯងប្រាក់ខែអ្នកឯងអត់ខ្វល់ពីប្រាក់ខែបានផងតែអ្នកឯងចង់មកដើរតាមខ្ញុំ បាទ ចង់រៀនពី ចង់ ខ្ញុំ រៀន បាទ អ្នកឆ្លាតគេចង់រៀន បាទ បាទគេអត់ខ្វល់ប្រាក់ខែទេ ប៉ុន្តែខ្ញុំមាន feedback មួយ បាទ ខ្ញុំថាទៅលេងគេប្រតិកម្ម podcast អត់ជឿក៏បាទ ខ្ញុំថាដើរតាមអ្នកមាននឹងខ្លាយទៅជាអ្នកមាន ដោយសារអីលូ ដោយសារតែយើងចេះយកគំនិតអ្នកមានមកធ្វើ យើងរៀនណាលូ បាទដល់មួយនោះគេឆ្លើយមកវិញគេថា បាទ តកងឡានខ្ញុំបើកឡាន10ឆ្នាំឲ្យអុកញ៉ាខ្ញុំអត់តន់ដូចអើមកពីឯង បាទ វាគ្មានគំនិតមិនដែរ បាទ រៀង deal បន្តិចតែមិនមែនទេ ដើរតាមមកអត់រៀន គាត់អត់មានគំនិត គាត់បាទគាត់អត់រៀន គាត់អត់ គាត់អត់ តាមគេ អាកំណត់នឹងវាអត់ចេញមក អត់ធ្វើហ្មង អត់ធ្វើតាម អានោះតាបើកឡាននឹងនៅតែងុយដីផងវាអ បា ត់ ទ ទៅធ្វើអីរឿងក្រៅពីហ្នឹងទេ បាទ ខ្ញុំនៅតែចាំតកងឡានសេដ្ឋីនៅហុងកុង បាទលូ បាទនៅពេលដែលកាត់រត្រែទៅ បាទ កាត់ធ្វើការជាមួយកាត់30ឆ្នាំហើយដល់ម៉ោងរត្រែសេដ្ឋីនឹងឲ្យលុយ30ម៉ឺនក៏អត់យក បាទក៏អត់យក បា ហេ ទ តុ អត់យក ហេតុអីលូ ណែចង់ឲ្យសួរតាគាត់ថាខ្ញុំមានលុយហើយឯងបើកឡានឲ្យយើងសោះឲ្យធ្វើមិនមានលុយចវាយទៅទិញដីកន្លែងណាខ្ញុំទៅទិញគៀនហ្នឹង វ៉ាអានេះ ចវាយទៅទិញកន្លែងណាខ្ញុំទៅទិញកន្លែងហ្នឹង បាទ ចវាយនិយាយអីនៅលើឡានខ្ញុំស្ដាប់បានទាំងអស់ អូបាទនេះមិនគេហៅតកងឡានវៃឆ្លាត អានឹងឲ្យតែមានគំនិត បាទ ហើយចុះគាត់ comment មកថាដើរមួយអ្នកអង្គញា10ឆ្នាំនៅតែបើកឡានអើមកពីឯងមិនកើតមកពីឯងអត់មានគំនិត បាទ អូខេយើងថាយើងអត់លុយមែនអត់ បាទ មកនិយាយមួយលោកកសលបន្តិចមកថាបងហ่ะមេខ្ញុំទៅទិញដីកន្លែងនេះហ่ะ បាទ បងឯងទៅទិញមកដុំគៀននឹងដែរទៅដល់ពេលគាត់អភិវឌ្ឍថាដីគៀននឹងវាថ្លៃ ហើយគាត់បាន commission ទៀតណា និយាយកុំឲ្យពួកគាត់លឺ បាទ គាត់មិនស្ដាប់ឲ្យទៅប្រាប់ថាអាគំនិតនេះតិចទេណា បាទ ដូចកូនចៅខ្ញុំ GM ខ្ញុំ supervise ខ្ញុំគាត់ដើរតាមខ្ញុំ បាទ ខ្ញុំចង់ទៅធ្វើតំបន់អភិវឌ្ឍនៅកន្លែងហ្នឹងធ្វើផែស្ងួតគាត់លឺខ្ញុំនិយាយ បាទ គាត់ទៅរលុយបងប្អូនគាត់ស្រាក់ដៃស្រាក់ជើងទៅទិញអាគៀនហ្នឹងដល់ហេងសុយវាដល់អាដីខ្ញុំបរិចតែងផកក៏កូនចៅឯងហ្នឹងឯងហើយអញ្ចឹងវាធ្វើឲ្យវាឡើងថ្លៃធ្វើឲ្យវាមានកំណត់ធ្វើឲ្យវាដើរអញ្ចឹងហើយគាត់មក comment ខ្ញុំអញ្ចឹងឥឡូវខ្ញុំបញ្យល់ទៅវិញថាអ្នកឯង comment ហ្នឹងកំពុងតែគិតខ້ອຍ នេះបានគេហៅថាក្បួនដើរតាមអ្នកមាននិងខ្លាយជាអ្នកមានបាទអញ្ចឹងតោះគ្នាទៅតាមអ្នកមានប៉ុន្តែត្រូវតាមក្បួនលូនិយាយដែរបាទអានឹងមិនទៅជាអ្នកមានបានបាទ ចុះដើរតាមបណ្ឌិតដើរតាមបណ្ឌិតមិនមែនបានបណ្ឌិតទេមែនអត់ដើរតាមបណ្ឌិត ទៅជាអីវិញអូបានប្រាជ្ញា អត់ទេប្រាជ្ញា អូបានប្រាជ្ញាបាន អាចចុះអាបណ្ឌិតនឹងនិយាយរឿងថ្ងៃយើងមិនក៏មិនកត់អង្គុយឆ្ងល់ដល់ហើយអីមិនដែរពីខ្ញុំល្អទេ បាទ ដើរតាមអ្នកមាននឹងខ្លាយទៅជាអ្នកមាន បាទ សែបគប់អ្នកមាននឹងខ្លាយទៅជាអ្នកមានហើយគាត់ថាអោខ្ញុំទៅសែបគប់អ្នកមានណាម៉េចបើគេមិនដែលនិយាយរកខ្ញុំមកពីយើងទេមិនទៅជួបគេនោះ បាទមកពីយើងមិនបង្កើតទំនាក់ទំនងបាទ ហើយដូចថាដើរតាមបណ្ឌិតណាឧទាហរណ៍ថាលោកកសលរៀនបណ្ឌិត បាទ បើខ្ញុំបើកឡានឲ្យលោកកសលនិយាយទេហ្វូនក្នុងឡានហ្នឹង បាទ រឿងអីខ្ញុំមិនលួចគាត់អាបញ្ញា បាទ អាការគិតរបស់ បាទ លោកបណ្ឌិតហ្នឹងទៅ បាទ បាទគាត់អត់យល់ អត់គាត់ ឥឡូវគាត់យល់ហើយ បាទ គាត់យល់ហើយគាត់ស្ដាប់ហើយគាត់យល់ធ្វើតាមគេវាបានគេ បាទ ឧទាហរណ៍ខ្ញុំចាស់ខ្ញុំមានកូនចៅម្នាក់ខ្ញុំដើរដីចង្ងាយ100គីឡូ បាទ ខ្ញុំអត់ប្រាប់គាត់ថាទៅរកអីទេ ខ្ញុំប្រាប់ថាអ្នកឯងដើរតាមខ្ញុំមក បាទ ជំហានខ្ញុំដាក់តាណាអ្នកឯងដាក់ទៅនឹងមក បាទ ខ្ញុំដកតាណាអ្នកឯងដាក់ទៅនឹងដកតាណាសួរថាដល់100គីឡូដូចខ្ញុំអត់ត្រូវតែទៅដល់ បាទ ហើយចុះមកសួរខ្ញុំថាអ្នកអង្គញា បាទ ធ្វើម៉េចមាន បាទ អញដឹងតែប្រាប់ឯងថាម៉េចបើឯងមិនមើលអញផង អានេះនិយាយ បាទអានឹងចាក់ស្ដែង ថាបើឯងមកសួរយើងប្រាប់ម៉េច បាទ ចុះម៉េចក៏ឯងមិនមើលទង្វើរបស់យើងសកម្មភាពរបស់យើងឯងចំណាយពេលវេលា5ឆ្នាំមក បាទ មិនបានទៅរៀនយកសញ្ញាបត្របណ្ឌិតនៅក្នុងសាលាឯងរៀនបណ្ឌិតក្រៅសាលាមើលវានឹងខ្លាយទៅជាអ្នកមាន
បើមិនមានប្រហែលខ្ញុំក៏ចិត្តប្រហែលខ្ញុំឬលើខ្ញុំចា បាទពួកយើងធ្វើដូចគ្នាហ្នឹង អញ្ចឹងជំហានណាក៏ដាក់ដែរ អ្នកមានក៏មនុស្សបាទហើយយើងដែលដើរតាមអ្នកមានក៏មនុស្ស បាទ បាទអញ្ចឹងយើងរៀនធ្វើតាមគាត់ទៅ បាទ បាទនឹងទៅហើយនេះជាគំនិតល្អមែនតើបាទអូកាត់ថ្លៃមិនបានទេបាទគំនិតមួយនេះកាត់ថ្លៃមិនបានទេហើយតោះគ្នាជឿមិនជឿសាកហ្នឹងណាពួកសាកក៏មិនអស់លុយដែរ មានអស់ហើយ បាទប៉ុន្តែលោកនេះជាគំនិតទី9ខ្ញុំចង់បានគំនិតទី10ថាធ្វើមិនទៅលោកណាទៅមានតំណងមួយអ្នកមានឲ្យរលូនក្នុងនាមលោកជាលោកអញ្ញាមួយរូប បាទ បាទហើយជាអ្នកដែលមានបទពិសោធន៍ច្រើនហើយជាអ្នកដែលធ្វើការជាមួយនឹងក្រុមហ៊ុនបរទេសទៀត បាទ ធំតើអ្វីជាកលឹះខ្ញុំថាកលឹះប្រហែលជាមានច្រើនណាសុំតែមួយទេតើអ្វីមួយណាដែលលោកគិតថាល្អបំផុត ចង់ខ្លាយទៅជាអ្នកមានចង់រស់ស៊ីត្រូវស្គាល់មនុស្សឲ្យបានច្រើន connection ឲ្យបានច្រើនស្គាល់មនុស្សឲ្យបានច្រើនទើបយើងជោគជ័យ បាទ បើយើងចង់លក់កែមួយ បាទ បើយើងស្គាល់100នាក់ បាទ យើងលក់តែ 10% ក៏បាន10កែ មុនតំណែងតំណងមួយគាត់ត្រូវស្គាល់គាត់សិន ត្រូវស្គាល់គាត់សិន បាទ កុំស្គាល់មនុស្សដើម្បីតែប្រយោជន៍ បាទ អ្នកខ្លះគ្រាន់តែស្គាល់យើងភ្លាមគឺគិតថាយើងសាច់ជ្រូកបីជាន់មក កុំស្គាល់គាត់ដើម្បីតែប្រយោជន៍ ដើម្បីប្រយោជន៍ ណា តំអ្នកតំណងល្អសិន បាទ កុំឲ្យដល់ការកូនបានមេសេចទៅគេណាត្រូវ good morning គេផង បាទ សួរសុខទុក្ខគេផង បាទ សុខសប្បាយអត់អីអត់មិនដល់ថ្ងៃហ្នឹងមេសេចមកអូផ្ញើធៀបការអញ្ចឹងយើងផ្ញើលុយតាមធៀបតាម Telegram ទៅវិញ បាទនេះជាកលឹះធំ បាទ បងប្អូនបាទតោះគ្នាបងប្អូនជាសិស្សបងប្អូនណាតោះគ្នានៅភ័យច្រើនណាទៅតំណែងនងឬសូតែអ្នកអង្គញាលោកអង្គញាយើងអត់ហ៊ានណាហើយលោកថាស្គាល់គេសិនស្គាល់គេហើយចាប់ផ្ដើមរាប់អានកុំទៅយកប្រយោជន៍ពីគាត់ កុំសំដៅ បាទ គ្មានណាមិនចង់បានប្រយោជន៍ទេ បាទ ប៉ុន្តែកុំតន់ បាទផ្ដល់ជូនមុនណាលោកណាឲ្យគេសិនបាទឲ្យគេសិន បង្កើតភាពចិត្តស្នាលការស្គាល់វាធ្វើឲ្យចិត្តស្នាល បាទ ហើយនៅពេលដែលចិត្តស្នាលត្រូវចាំបាច់រឿងពិសេសភាពស្មោះត្រង់ បាទ កុំឃើញមុខគេឈិតគេហ្មង អឺ មិត្តភ័ក្តិដែលខ្ញុំនិយាយថ្ងៃមុនមិត្តភ័ក្តិមុខពីរ បាទ មុខនិយាយល្អក្រៅនិយាយអាក្រក់ បាទ ពេលនិយាយមួយយើងបង្អាប់យើង មិនស្មើហើយមិនដែលឲ្យតម្លៃយើងមិត្តភ័ក្តិនេះមិនគួរសេពគប់ទេ បាទអានេះលោកថាសេពគប់អ្នកមានមិនចេះតែសេពគប់ទេ បាទ មើលមុខពីរផង បាទ គាត់មុខមួយមុខពីរ បាទ បើមុខពីរយើងត្រូវតែជៀសអូបាទនេះក៏លឺលយមែនតើបាទ សាប់គាត់លឺយើងថាអញ្ចឹងគាត់ហក់វឹបទៅតែចំអាមុខពីរគាត់មិនមកបន្ទោសយើងអញ្ចឹងយើងការពារខ្លួនឯងឲ្យទៅដោយ caption ខ្ញុំអញ្ចឹងខ្ញុំនិយាយថាស្ដាប់ដោយពិចារណាខាងក្រោមកុំជឿខ្ញុំពេក ហើយខ្ញុំនិយាយជឿមិនជឿរឿងនេះឯងតា បាទពិចារណាខ្លួនឯង បាទពិចារណាខ្លួនឯង បាទយើងភាសាគ្នានេះគឺដើម្បីអ្នកទាំងអស់គ្នាពិចារណា ហើយនិយាយមួយលោកកសលគឺផ្ដាំគាត់អញ្ចឹង បាទ ថាកុំជឿខ្ញុំពីរនាក់ពេក បាទគូបាទបាទ ហើយស្ដាប់ហើយពិចារណាផង បាទឥឡូវសុំគំនិតចុងក្រោយបាទទី11ចុងក្រោយនេះលោកតាំងពីចាប់ផ្ដើមចេះរលុយមកលោកធ្លាប់ភ័យខ្លាចក្រឯមែនទេខ្លួនឯងថាអញតិចខែក្រោយអត់មានលុយចាយធ្លាប់ទេ សំណួរនេះខ្ញុំអាចថាខ្ញុំធ្លាប់និយាយហើយកលឹះនេះចាំបាច់ហើយអ្នកស្ដាប់ទាំងអស់គ្នាជឿខ្ញុំមិនជឿពិចារណាខ្លួនឯងកុំឲ្យស្ដីបន្ទោសថាខ្ញុំផ្ដាល់ការចែកម្លែកទៅវាជារឿងដែលមិនល្អនៅក្នុងសង្គម បាទ ខ្ញុំឲ្យ topic តែមួយទៅលោកកសលហើយទៅបងប្អូនទាំងអស់គ្នា បាទ បើជីវិតនេះបើយើងមិនខ្លាចក្រទេវានឹងក្រចាំណា បាទ បើអត់ខ្លាចក្រ បាទ យើងនឹងខ្លាចទៅជាអ្នកក្រ បាទយើងត្រូវតែខ្លាចក្រ ខ្លាចក្របានវាអត់ក្រ ដោយសារហេតុអី ដោយសារថាក្រវាពិបាកណាស់ បាទ គ្មានអីពិបាកស្មើជាងក្រទេលោកកសល បាទ បើខ្ញុំនិយាយឥឡូវហ្នឹងលោកកសលត្រូវហូរទឹកភ្នែកតាមខ្ញុំ បាទទូ ព្រោះជីវិតខ្ញុំខ្លាចណាស់ បាទ ខ្លាចទី1មិនមែនខ្លាចក្របបែកអីណាពោះវែកខ្លាតម្រៃអត់ខ្លាចទេ បាទ ខ្លាចក្រហ្នឹងហ្មងហេតុអីដែលយើងខ្លាចក្រខ្លាំង បាទ ព្រោះគេមើងងាយយើងខ្លាំងណាស់ អឺ អាក្រនេះគេមើងងាយ បាទ អញ្ចឹងបានខ្ញុំថាចង់បង្កើតមិត្តភ័ក្តិមិនបាច់ស្គាល់មិត្តភ័ក្តិច្រើនទេ បាទ ខំរលលុយឲ្យបានច្រើនទៅមិត្តភ័ក្តិវានឹងកើន អឺ ជាងយើងត្រូវទី1ត្រូវខ្លាចក្រ បាទ ទី2ត្រូវខ្លាចការប្រាក់ បាទ
អាទី2នេះរៀងច្បាស់ជាងមុនទៀត បើមិនខ្លាចក្រយើងនឹងក្របើមិនខ្លាចការប្រាក់យើងនឹងក្រ បាទកុំចេះតែយក កុំចេះតែហ៊ាន កុំចេះតែហ៊ានណា បាទ ហើយបើចង់បានតោះ license ការប្រាក់ហ្នឹងធំពេក អាហ្នឹងស៊ីយើង ការប្រាក់ធំពេកអត់បានទេ លោកកសល បាទបំណុល យប់ឡើងហូរឈាមមិនហូរទឹកភ្នែកហូរឈាមហ្មង បាទ រក emergency ឲ្យទៅការប្រាក់ហើយបើអស់លោកជឿខ្ញុំមិនជឿជារឿងអស់លោកឯងប៉ុន្តែខ្លាចក្រហើយខ្លាចការប្រាក់ផង បាទ ព្រោះអាការប្រាក់នេះវាធ្វើឲ្យបំណុលកាន់តែរឹតយើងហ្មងស្មើយើងយកខ្សែមួយមកដាក់ក្នុងកកហើយព្យាយាមរត់តន្តាលៀនដាតខ្លួនឯងហើយសួរថាអ្នកណាមកសម្រាប់យើងមិនមែនលោកកសលមិនមែនលោកយូសមេតទេ បាទ គឺបងប្អូននឹងហើយគឺសម្លាប់ខ្លួនឯងដោយសារតែមិនខ្លាចការប្រាក់ មិនខ្លាចការប្រាក់អូ ហើយមិនខ្លាចក្រ បាទ ក្រណាចាំសម្ដីខ្ញុំមួយម៉ាត់គឺគេមើងងាយយើងខ្លាំងណាស់ បាទ ជាពិសេសក្រុមគ្រួសារ បាទ ជាពិសេសមិត្តភ័ក្តិអ្នកឆ្ងាយ បាទ គេមិនសូវមើងងាយយើងទេព្រោះគេអត់ស្គាល់យើង បាទ ប៉ុន្តែអានៅជាប់ខ្លួននេះមើងងាយយើងខ្លាំងណាស់ បាទ ហេតុអីនៅពេលដែលខ្ញុំក្របានខ្ញុំដឹងរឿងហ្នឹងប៉ុន្តែសំណាងមួយនៅជីវិតរបស់ខ្ញុំពេលក្រខ្ញុំគ្មានបំណុល ដោយសារលោកគ្រូខ្លាចការប្រាក់ ខ្លាចក្រខ្លាចការប្រាក់អត់ខ្ចីគេ បាទ ទ្រាំធ្វើអ្វីដែលយើងមាន បាទហើយពេលណាដែលចាប់ផ្ដើមខ្ចីវិញតយើ ពេលដែលមានលុយបានហ៊ានខ្ចីគេ យ៉ាណែនេះកលឹះបាទ ហើយលោកគ្រូមានលុយសម័យដែលមានលុយយើងមិននិយាយតួលេខពេលដែលមានលុយ បាទ ចាប់ហ៊ានខ្ចីគេ បាទ ហើយខ្ចីគេដំបូងវាពិបាកខ្ចី បាទ ហើយខ្ញុំជំរុញខ្លួនខ្ញុំឲ្យចេះខ្ចីលុយធនាគារ បាទ ជំរុញខ្លួនឯងឲ្យខ្ចីលុយធនាគារ ដោយសារមើលឃើញអីកាលហ្នឹង ខ្ញុំមើលឃើញថាបច្ចុប្បន្ន real estate វាកំពុងតែរីកចម្រើនលូតលាស់ហើយឡើងថ្លៃ បាទ បើយើងទៅឃើញឱកាសហើយយើងគ្មានអាវុធនៅក្នុងដៃយើងមិនអាចប្រយុទ្ធបានទេ អូ យើងឡៃតរត់រកអាវុធគេយកបាត់ហើយ អូ បងប្អូនចាំណា ចឹង ពេលមានលុយចាំខ្ចីគេ បាទពេល បើអត់លុយក៏មិនខ្ចីគេ បាទពេលតែអត់លុយគួរខ្លាចការប្រាក់ ការប្រាក់ បាទ ខ្ញុំខ្ចីគេបាន1លាន បាទ យកមកទុក first time លើកទី ជីវិតខ្ញុំដំបូងខ្ចីមកបាន1លាន បាទ ខ្ចី1លានខ្ញុំយកមកទុកខ្ញុំយកមកទុកប៉ុន្តែខ្ញុំសុកចិត្តចាយការប្រាក់ បាទ ដល់ថ្ងៃមួយអ្វីដែលខ្ញុំគិតវារំពឹងដល់ភរិយាខ្ញុំទៅអាមេរិក បាទ ហើយមានគេហៅខ្ញុំទៅមើលអាគារមួយ បាទ មើលទៅពេញចិត្តតម្លៃធូរថ្លៃគេប្រញាប់លុយគ្មានទេកក់លុយគេ50000ទាំងម៉ោង7យប់ បាទ ឥឡូវចង់ឆ្លើយប្រាប់បងប្អូនខ្ញុំអត់តាន់លក់អីដៃហ្នឹង បាទ ហើយខ្ញុំក៏អត់ចំណេញដែរប៉ុន្តែខ្ញុំក្រិនតែប្រមាណឃើញ1ទៅជិត10ខ្ញុំទិញតែជាង1លានទេ បាទឥឡូវទៅជិត10ហើយណា ហើយខ្ញុំទិញលក្ខខណ្ឌល្អទៀតហើយថ្ងៃហ្នឹងបើសិនជាខ្ញុំអត់បានខ្ចីលុយធនាគារយកមកទុកក្នុង គឺអត់បានអាហ្នឹងមកទេ ទេ អត់បានអាហ្នឹងមកទេ មានអ្នកផ្សេងគេយកលុយ120,000ទៅកក់កាត់តែខ្ញុំនិយាយឲ្យខ្ញុំកក់ភ្លាមមក បាទ អ្នកនោះចង់ចំណេញចង់ទិញពីខ្ញុំវិញ បាទអញ្ចឹងនេះជាក្បួនដែលលោកគ្រូបានដើរជាឱកាសដែលលោកគ្រូបានចាប់បាទហើយទាំងអស់គ្នាមើលតាមការសន្ទនានេះតាំងពីដើមមកមានគំនិតទី1ទី2ទី3ដែលខ្ញុំព្យាយាមបាទរហូតដល់11នេះបាទ11នេះគឺទាំងអស់គ្នាចាប់ផ្ដើមលែងខ្លាចការប្រាក់ហើយអានេះទៅតាមលោកគ្រូចុងក្រោយនេះគឺនៅពេលដែលយើងមានលុយគឺនៅពេលដែលយើងមានចំណូលបាទអានោះបានយើងលែងខ្លាចបានបាទនេះគឺជាគំនិតដែលមានតម្លៃកាត់ថ្លៃមិនបានទាំង11ដែលលោកគ្រូចំណាយពេលចែកម្លែកទៅដល់អ្នកទាំងអស់គ្នាហើយសង្ឃឹមថាគំនិតទាំង11នេះទាំងអស់គ្នានឹងយកទៅពិចារណាបាទមុននឹងយកទៅប្រើណាលោកណាបាទយកទៅពិចារណាសិនពិចារណាហើយទាំងអស់គ្នាត្រូវធ្វើបែបណាបាទនាំគ្នា share វីដេអូនេះម្នាក់មួយដើម្បីឲ្យបងប្អូនខ្មែរ17 18លានអ្នកយើងនាំគ្នាទទួលគំនិតបែបអញ្ចេះដើម្បីយើងរីកចម្រើនទាំងអស់គ្នាអភិវឌ្ឍខ្លួនដែលលោកគ្រូនិយាយយ៉ាងខ្លីថាមនុស្សបើមិនអភិវឌ្ឍខ្លួនទេមិនមែនជាមនុស្សទេ មិនមែនមក បាទ ខ្ញុំសុំធានាថាមិនមែន បាទ ព្រោះយើងទាំងអស់គ្នាកើតមកគឺឆ្លាតកើតមកគឺខ្លាំងកើតមកគឺប្រកែក បាទ
ខ្ញុំហ៊ានធានាថ្ងៃទី1អ្នកខ្លាំងថ្ងៃទី1ឲ្យខ្លាំងដូចបច្ចុប្បន្ន បាទ បើថ្ងៃទី1អ្នកមិនខ្លាំងមិនអាចកើតជាមនុស្សបានទេព្រោះមេជីវិតច្រើនណាស់ បាទ រាប់លានអ្នកទៅរកពងតែមួយហើយយើងទៅរកបាន វ៉ា វាជាមនុស្សខ្លាំង វ៉ាយើងខ្លាំងតាំងពី ខ្លាំងតាំងពីថ្ងៃទី នំ 1 ផ្ទៃពោះហ៎ ខ្ញុំថាថ្ងៃទី1ខ្ញុំបង្កើតថានៅលើโลกហ្នឹងស្អីក៏មានទី1ដែរ បាទ ជឹងខ្លាំងថ្ងៃទី1ថ្ងៃនេះក៏ខ្លាំងដែរ បាទ កុំខ្សោយអីសោះ កុំមើលងាយខ្លួនឯង បាទអូកន្លែ បាទ ងជឹងពាក្យដែលខ្ញុំចង់ប្រាប់លោកអ្នកខ្ញុំស្ដាប់ហើយខ្ញុំរៀនខ្ញុំសិក្សាមកពាក្យថាបរាជ័យគឺគ្មានទេ បាទ មនុស្សទេអ្នកនិយាយ បាទ អ្នកណាដែលនិយាយខ្លួនឯងបរាជ័យគឺបរាជ័យ បាទ ព្រោះអ្នកនឹងឈប់ធ្វើ បាទអរគុណច្រើននោះអរគុណ